រឿងព្រេងនិទានបុរសលោភលន់នឹងពាងមេកាលពីព្រេងនាយមានបុរសពីរនាក់ជាអ្នកជិតខាងនឹងគ្នាម្នាក់ឈ្មោះសុកជាមនុស្សចិត្តបុណ្យខំប្រឹងធ្វើការនិងរស់នឹងតាមឋានៈខ្លួនឯងចំណែកម្នាក់ទៀតឈ្មោះហេងជាមនុស្សមានចិត្តចង្អៀតចង្អល់ចូលចិត្តច្រណែននិងមានសេចក្តីលោភលន់ជាខ្លាំងថ្ងៃមួយសុកបានជួលដីពីហេងដើម្បីធ្វើស្រែដោយសារសុកជាមនុស្សព្យាយាមគាត់ក៏ចាប់ផ្ដើមគាស់ដីជ្រុំដីយ៉ាងសស្រាក់ស្រាំស្រាប់តែពេលកំពុងជីកដីនោះចុងចបរបស់គាត់បានប៉ះនឹងវត្ថុរឹងម្យ៉ាងដែលឮសូរខ្ទើសុកក៏កាយដីមើលស្រាប់តែឃើញពាងដ៏ធំមួយដែលពេញទៅដោយមាសភ្លឺចែងចាំងដោយភាពស្មោះត្រង់សុកមិនបានយកមាសនោះធ្វើជាសម្បត្តិផ្ទាល់ខ្លួនឡើយគាត់ប្រញាប់ទៅហៅហេងដែលជាម្ចាស់ដីមកហើយនិយាយថាបងហេងខ្ញុំជីកដីបងដើម្បីធ្វើស្រែស្រាប់តែឃើញពាងមាសនេះវាជារបស់បងទេព្រោះដីនេះជារបស់បងសូមបងយកវាទៅចោះផ្ទុយទៅវិញហេងដែលជាមនុស្សលោភលន់កាលបើឃើញមាសច្រើនសន្ធឹកសន្ធាប់បែបនេះភ្នែកក៏ឡើងក្រឡែតប៉ុន្តែដោយសារខ្លាចអ្នកស្រុកដឹងឮឬខ្លាចមានទោសបាយជាចង់លបងចិត្តសុកហើយគិតក្នុងចិត្តថាបើអញទទួលយកភ្លាមគេនឹងថាអញលោភចាំអញរកល្បិចយកទាំងមាសយកទាំងដីស្រែដែលសុកធ្វើហើយនោះតែម្ដងហេងក៏និយាយទៅកាន់សុកវិញដោយរឹកពីឈ្មើងឆ្មៃថាទេមាសនេះប្រហែលជាមាសចង្រៃទេដឹងបើឯងជីកបានឯងយកទៅផ្ទះឯងទៅបើមានរឿងអីកុំមកបន្ទោសអញសុកក៏យល់ព្រមសែងពាងនោះទៅផ្ទះប៉ុន្តែរឿងដែលមិនគួរឲ្យជឿបានកើតឡើងនៅពេលពាងមាសនោះទៅដល់ផ្ទះសុកមាសទាំងនោះបានคล้ายជាមាសសុទ្ធពិតៗដែលធ្វើឲ្យគ្រួសារសុកคล้ายជាអ្នកមាននិងបានយកមាសខ្លះទៅធ្វើបុណ្យទានដំណឹងនេះបានឮទៅដល់ត្រចៀកហេងខឹងខ្លាំងណាស់ព្រោះស្ដាយមាសគាត់ក៏ទើបប្តឹងចៅក្រមថាសុកបានលួចពាងមាសពីដីរបស់គាត់ចៅក្រមក៏ហៅអ្នកទាំងពីរមកសួរនាំសុកឆ្លើយថាខ្ញុំបានប្រគល់ឲ្យគាត់ហើយតែគាត់មិនយកហេងឆ្លើយថាមាសអនុក្នុងដីខ្ញុំគឺជារបស់ខ្ញុំចៅក្រមដឹងពីចរិតអ្នកទាំងពីរក៏បង្គាប់ឲ្យហេងទៅសែងពាងនោះមកផ្ទះខ្លួនវិញចុះបើសុកព្រមប្រគល់ឲ្យហេងសប្បាយចិត្តណាស់ប្រញាប់ទៅសែងពាងមាសនោះមកផ្ទះវិញលុះមកដល់ផ្ទះហេងក៏បិទទ្វារជិតរួចលូកដៃទៅក្នុងពាងដើម្បីយកមាសស្រាប់តែអូយហេងស្រែកជាពេញផ្ទះមាសដែលធ្លាប់ឃើញកាលណាប៉ះដៃហេងបាយជាคล้ายទៅជាសត្វអាសឺរប៉េះពស់វែកនិងខ្ទួយដេញខំហេងត្អោឆោឡៅពេញភូមិហេងរត់ទាំងត្រសល់ទាំងភ័យខ្លាចហើយក៏យល់ច្បាស់ថាសេចក្តីលោភលន់និងចិត្តអាក្រក់របស់ខ្លួនបានប្រែក្លាយលៀបសក្ការៈឲ្យទៅជាគ្រោះថ្នាក់ទៅវិញសេចក្តីសន្និដ្ឋាននិងការអប់រំរឿងនេះបានបង្រៀនយើងថាអ្នកមានចិត្តស្មោះត្រង់តែងជួបលៀបសំណាងទោះបីជាវត្ថុនោះមិនមែនជារបស់ខ្លួនក៏ទេវតាតាមថែរក្សាសេចក្តីលោភលន់នាំមកនៅវិនាសដោយពាក្យស្លោកថាលោភហួសបង្ខាតទ្រព្យសម្បត្តិដែលបានមកដោយអយុត្តិធម៌ឬដោយការច្រណែនឈ្នានីសมันអាចផ្ដល់សេចក្តីសុខពិតប្រាកដដល់ម្ចាស់បានឡើយតើអ្នកចង់ឲ្យខ្ញុំជួយរៀបចំសំណួរពិភាក្សាខ្លះចេញពីរឿងនេះដើម្បីប្រើប្រាស់ក្នុងកម្មវិធីរបស់អ្នកដែរឬទេ